Đánh bay con ruột ban phụ việc phơi về đánh mấy về tụm bầm bài nó việc phơi việc bọc châu lan tại cái tem ra máu ta cũng em làm bạn rồi ឮថាគេដេញវាយគាត់តែឡានគាត់គេចមកគាត់ចូលឡានគាត់បកមកវិញគេដេញវាយឮថាដេញវាយគេចពីគេគាត់ចូលឡានថ្ងៃមិញគាត់ហៅខ្ញុំក្នុងបបោចលេងមួយខ្ញុំចាក់កលេចលេងមួយខ្ញុំតែឥឡូវគាត់ទៅបាត់ហើយបងមានអីទេមានតែភាពសោកស្ដាយទេបងការធ្វើការមួយគ្នាគាត់ស្លូតគាត់អត់មាននេះអ្នកណាទេ លោកអ្នកនាងជាទីមេត្រីយុវជនម្នាក់បានស្លាប់ភ្លាមបន្ទាប់ពីយុវជនរងគ្រោះត្រូវបានក្មេងទំនើងមួយក្រុមបានជិះម៉ូតូប្រដេញគាត់ធ្វើឲ្យគាត់មានការភិតភ័យក៏ជិះម៉ូតូជ្រុលទៅបុករថយន្តមួយគ្រឿងក្រោយហេតុការណ៍នេះបានបណ្ដាលឲ្យយុវជនរងគ្រោះបានបែកក្បាលស្លាប់ភ្លាមនៅទីតាំងកាត់ហេតុចំណែកឯក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី 19 ខែមីនាឆ្នាំ 2026 ស្ថិតនៅតាមបណ្ដោយមហាវិថីហាណូយក្នុងសង្កាត់ក្មួយខណ្ឌសែនសុខរាជធានីភ្នំពេញ đánh bay con ruột ban phụ việc phơi về đánh mấy về tụm bầm bài nó việc phơi việc bọc châu lan គាត់ជិះប្រហែលអ្នកដែរអូន đằng đá មានគ្នាគាត់ជិះមានម៉ូតូជាច្រើនមានគ្នាឬក៏មិនយ៉ាង ở đây về chi mà tôi hay chịu bay nè về mau bị cắt sọ កាត់សក់ nhưng mà đằng đá មិនដែរច្បាស់ទៅថាគេនឹងវាយគាត់ណា bà hãy bia chi tôi châu lan từ hai con bên lan xanh cần mà đằng ba này ឮថាគេដេញវាយគាត់តែឡានគាត់គេចមកគាត់ចូលឡាន ចឹងមានក្មេងមួយក្រុមទៀតដេញវាយគាត់ ចាខ្ញុំមិនដឹងដែរឮតែគាត់អ្នកទេទៅឬគាត់អ្នកដែរអ្នកនេះចា មកបុកឡានគេ ចាឡាន មានឡានកិនទៀតហ្មង ចាមានឡានកាន់មកគាត់នេះនឹង ចាអ្នកដេញវាយទៅបាត់ហើយ ខ្ញុំអត់ដឹងដែរបងខ្ញុំមកអត់ទាន់បង ចឹងមុនពេលកាត់ហេតុគាត់ទៅណាដឹងអត់ គាត់មកកាត់សក់បង មកកាត់សក់ ចា មកកាត់សក់ត្រូវគេដេញវាយតែម្ដង គាត់បកមកវិញគេដេញវាយឮថាដេញវាយគេចពីគេគាត់ចូលឡានបង ស្ថានភាពទូគាត់ឡៃណាស់ ឬក្បាលបងខាងក្បាលចាក្បាលខ្លាំងបង bé thì rồi ថ្ងៃមិញគាត់ហៅខ្ញុំក្នុងបបោចលេងមួយខ្ញុំចាក់កលេចលេងមួយខ្ញុំតែឥឡូវគាត់ទៅបាត់ហើយបងមានអីទេមានតែភាពសោកស្ដាយទេបងការធ្វើការមួយគ្នាគាត់ស្លូតគាត់អត់មាននេះអ្នកណាទេ លោកអ្នកនាងជាទីមេត្រីសັບក្មេងប្រុសរងគ្រោះមានឈ្មោះធួនសុកលីនសັບថ្ងៃអាយុ17ឆ្នាំជាកម្មករសំណង់បើតាមការរៀបរាប់ពីក្រុមគ្រួសារនៃសពជនរងគ្រោះបានបញ្ជាក់ថានៅពេលកាត់ហេតុគាត់បានធ្វើដំណើរត្រឡប់មកពីកាត់សក់វិញដើម្បីគោលបំណងទៅកន្លែងស្នាក់នៅដែលនៅក្បែរដែលនៅមិនឆ្ងាយពីទីតាំងកាត់ហេតុនោះទេស្រាប់តែមកដល់នឹងចំណុចទីតាំងកាត់ហេតុនេះមានក្មេងទំនើងមួយក្រុមបានធ្វើការដេញវាយគាត់ធ្វើឲ្យគាត់មានការភិតភ័យក៏ជិះម៉ូតូជ្រុលទៅបុករថយន្តមួយគ្រឿងបណ្ដាលឲ្យគាត់ដួលបែកក្បាលស្លាប់ភ្លាមនិងមិត្តភ័ក្តិរួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកម្មមន្ទីរពេទ្យអរគុណប្រិយមិត្តដែលចំណាយពេលតាមដានទស្សនានៅការផ្សាយរបស់ក្រុមការងារ Media News ខ្ញុំបាទសីហានិងក្រុមការងារសូមអរគុណសូមគោរពលា